យន្តហោះគឺមានការផ្ទះផ្អើលមែនទែនបន្ទាប់ពីនាងបានឃើញអំពីសមត្ថៈរបស់ក្រុមខ្លួនសម្លេង Professor ក៏នៅតែបន្តថាសមរភូមិប្រយុទ្ធរបស់អ្នកទាំងគ្នាគឺត្រូវបានសង្កេតមើលដោយដ្រូនដូច្នេះការវិនិច្ឆ័យសមត្ថៈរបស់វាគឺពឹងផ្អែកទៅលើកម្លាំងរបស់អ្នកទាំងគ្នាបើយើងមើលទៅកាន់យន្តហោះនាងគឺមិនសុខចិត្តជាមួយនឹងសមត្ថៈទី16នេះទេហើយអ្វីដែលនាងមិនសុខចិត្តនោះគឺណាយន្តមានសមត្ថៈខ្ពស់ជាងខ្លួនដោយណាយន្តនាងស្ថិតនៅក្នុងក្រុមទី2ហើយសមត្ថៈវិញគឺទី4ចំណែកឯយន្តហោះនាងគឺត្រូវតែប្រកាសថាគឺត្រូវតែបំបែកណាយន្តចេញពីគ្រួសារតាំងពីដំបូងមានតែអញ្ចឹងនោះទេទើបនាងអាចទទួលបានជ័យជំនះរួចនាងក៏បានសម្លឹងមើលទៅកាន់ប្រូសាក់សនៅចិត្តនេះផងដែរបើមើលទៅអបិនឹងគឺបានសម្លឹងទៅកាន់ណាយន្តដូចជាចាប់អារម្មណ៍ជាមួយនាងអញ្ចឹងដល់ពេលយន្តហោះឃើញអញ្ចឹងគឺបានធ្វើឲ្យនាងមិនសុខចិត្តទៀតហើយរួចភ្លាមនោះនាងក៏បានងើបឡើងព្រមទាំងដើរសម្បត្តិទៅកាន់ណាយន្តតែម្ដងរួចនៅក្នុងចិត្តរបស់នាងដូចជាខឹងណាស់អញ្ចឹងប៉ុន្តែនៅពេលដែលជួបជាមួយនឹងណាយន្តបែរជារាក់ទាក់ជាធម្មតាទៅវិញណាយន្តក៏សួរថាតើនាងគឺជាយន្តហោះមែនទេយន្តហោះសួរថាតើយ៉ាងម៉េចដែរចំពោះសមរភូមិនៅផ្ទាល់អញ្ចឹងណាយន្តតបថាដូចជានាងបានឃើញអញ្ចឹងខ្ញុំគឺស្ថិតក្នុងចំណាត់ថ្នាក់ទី4ហើយចូលនាងវិញយន្តហោះចោទថាគឺចំណាត់ថ្នាក់ទី16ប៉ុន្តែនៅក្នុងចិត្តរបស់នាងគឺខឹងខ្លាំងមែនទែនណាយន្តសួរបន្តតើនាងជាប់ចំណាត់ថ្នាក់ទី16ជាមួយនឹងអ្នកបាញ់កាំភ្លើងនោះមែនទេវាជារឿងល្អហើយដែលគាត់មិនបានទាញនាងទម្លាក់ចូលនោះយន្តហោះបានមើលទៅកាន់ហាជេមព្រមទាំងគិតថាត្រូវហើយដោយសារតែប៉ែនឹងគ្រាន់តែធ្វើរមាទៅនឹងចំណាយពេលរហូតដល់50នាទីឯណោះបើគ្មានគាត់ពួកយើងធ្វើរមាត្រឹមតែ10នាទីទេទៅដល់ហើយប៉ុន្តែនៅក្នុងសមរភូមិគាត់ក៏បានកម្ចាត់សត្វចម្លែកជាច្រើនដូចគ្នាតែគាត់បានបាញ់សម្លាប់ទៅកាន់កូនមឹកទាំងអស់នោះរាប់សិបក្បាលមុនពេលដែលកូនមឹកទាំងអស់នោះបានធ្លាក់មកដល់ដីរួចតែនេះមែនទេជាអ្វីដែលគ្រាប់កំភ្លើង Magic អាចធ្វើបានរឿងនេះបានធ្វើឲ្យនាងឆ្ងល់ខ្លាំងមែនទែនតើហាជេននឹងជាអ្នកណាគេទៅបន្តមកខ្សែរឿងគឺការមកដល់បន្ទប់វឹកហាត់របស់ហាជេនវិញហាជេនបានមើលទៅកាន់សមិទ្ធផលដែលគាត់ទទួលបានបន្ទាប់ពីបញ្ចប់សមរភូមិមួយនោះអ្វីដែលហាជេនទទួលបានគឺសមត្ថភាពនៅក្នុងការ training របស់គាត់កើនឡើងចំនួន 20% ចំណែកឯ perception កើនឡើងចំនួន 0.03 ចំណែកការមើលឃើញនិងស្ដាប់ឮរបស់គាត់ក៏ល្អប្រសើរជាងមុនចុងក្រោយគេ story point កើនឡើងចំនួន 27 ហាជេនគិតថាសមាងរបស់គាត់គឺពិតជាល្អមែនប៉ុន្តែសម្រាប់ story point ដែលគាត់ទទួលបានតិចពេកហើយប៉ុន្តែក៏ជួយឲ្យខ្លួនគាត់នឹងពាក់ព័ន្ធជាមួយនឹងយោយន្តហោះដូចគ្នាបន្ទាប់ពីធ្វើលំហាត់ប្រាណរួចកម្លាំងរបស់គាត់និង stamina ក៏កើនឡើងបានមួយចំនួនដែរហើយអ្វីដែលគាត់ទទួលបាននៅពេលនេះគួរតែអរគុណទៅកាន់ការត្រាស់ដឹងនិងសមាងហាជេនគិតថានៅពេលនេះគាត់បានធ្វើលំហាត់ប្រាណគ្រប់គ្រាន់ហើយពេលនេះគឺដល់ពេលវេលាដែលគាត់ត្រឡប់ទៅកាន់ផ្ទះវិញរួចខ្សែរឿងគឺការមកដល់ទីកន្លែងសាក់នៅរបស់បេក្ខជនទាំងអស់គ្នាដោយពេលនេះខ្សែរឿងគឺបង្ហាញអំពីបន្ទប់របស់យន្តហោះនាងគឺកំពុងតែអង្គុយមើលវីដេអូរបស់ហាជិនយើងកំពុងតែកម្ចាត់ទៅកាន់សត្វចម្លែកនៅពេលដល់ចំណុចមួយនាងក៏បានចុចស្កូបព្រមទាំងគិតថាត្រឹមតែរយៈពេល 2.78 សេខិនប៉ុណ្ណោះប៉ុន្តែគាត់បានបាញ់ចេញគ្រាប់កំភ្លើងចំនួន60អញ្ចឹងមានន័យថាគាត់បានបាញ់ចេញទៅច្រើនជាង20ដងនៅក្នុងពេល1សេខិនរួចតាកំភ្លើងរបស់គាត់នឹងអាចកែកៃលឿនបានយ៉ាងដូចម្តេចទៅដោយនៅពេលនោះភាពរហ័សរហួនរបស់គាត់គឺខុសពីធម្មតាប៉ុន្តែបើមើលទៅកាន់សុខភាពនិងកម្លាំងគឺទាបជាងបេក្ខជនធម្មតារឿងនេះបានធ្វើឲ្យនាងគិតថាវាគឺពិតជាចម្លែកខ្លាំងមែនទែនត្រូវហើយហេតុអីបានជាខ្ញុំមិនឃើញគាត់នៅក្នុងសាលាយោធាអញ្ចឹងហើយពេលមកដែរនាងក៏ទទួលបាន message ចេញពីចុងហាក់ហើយគ្រាន់តែឃើញ message នេះភ្លាមធ្វើឲ្យនាងសប្បាយចិត្តមែនទែនវាមិនខុសអីពីអ្នកស្រឡាញ់គេម្នាក់ឯងនៅសុកគេឆាតមកទេហើយអាចារ្យយើងហ្នឹងគឺចង់បើកវីដេអូរឿងនេះធ្វើឲ្យចុងហាក់ហ្នឹងដូចជារៀងជឿក្បាលបន្តិចដែររួចនាងបានប្រាប់ថាប្រសិនបើលោកចង់ចូលរួមក្នុងហ្គាលណាមួយលោកគួរណាតែបញ្ញាព្រមទាំងវិភាគអំពីមនុស្សដែលលោកត្រូវការទៅចុងហាក់តបថាក្រែងនាងក៏មានមនុស្សនៅក្នុងក្រុមដែរតើអីខ្ញុំគិតថាពួកគេនោះគ្រាន់តែជាមនុស្សសម្រាមនោះទេប៉ុន្តែត្រូវហើយតើនាងបានដឹងអំពីម្នាក់ប្រើប្រាស់កាំភ្លើងនោះទេហើយយន្តហោះហ្នឹងគ្រាន់តែគេសួរអញ្ចឹងសោះក៏គិតថាគេគួរឲ្យស្រឡាញ់ដែររួចនាងក៏បានតបទៅកាន់ចុងហាក់វិញថាជាមួយនឹងកម្លាំងរបស់ហាជិនយ៉ាងហោចណាស់ឈានទៅដល់ចំណាត់ថ្នាក់ត្រឹមតែ934ទេចុងហាក់សួរថាបើអញ្ចឹងនាងគិតថាម្នាក់នោះគឺទទួលបានសមាងមែនទេលើសំណួររបស់ឆាក៏បានធ្វើឲ្យនាងនឹងដូចជារៀងចាប់អារម្មណ៍ផងដែររួចខ្សែរឿងក៏បង្ហាញអំពីទីកន្លែងអាគារហ្គាមួយមានឈ្មោះថាអ្នកបង្កើតដ៏ពិសិដ្ឋនៅក្នុងនោះយើងបានលើសម្លេងមួយនិយាយថា Why Captain ការសង្កេតមើលរបស់ហ្គាពួកយើងនឹងកំណត់នៅថ្ងៃសុក្រ2សប្តាហ៍ជាងទៀត Why Captain តបថាល្អណាស់ប៉ុន្តែគួរតែមើលរឿងនេះជាមុនសិនតើម្នាក់នេះមិនមែនជាគីមសូហូដែលអស្ចារ្យទេឬឥឡូវប្រាប់ពីកញ្ញាម្នាក់នេះសិននាងគឺមានឈ្មោះថាយុនសុងអាជា Why Captain នៅក្នុងហ្គាអ្នកបង្កើតដ៏ពិសិដ្ឋនេះចំណាត់ថ្នាក់របស់នាងគឺ307សុងអានិយាយថាការបំណាស់ទីរបស់គាត់នឹងប្រៀបដូចជារលកទឹកអញ្ចឹងបើមើលទៅក្បាច់ដើរវិញគឺមិនបាច់ថ្លៃនោះទេដោយគាត់នឹងប្រៀបដូចជាកំពុងតែរាំអញ្ចឹងវាហាក់បីដូចជាគាត់គឺអាចកាប់សត្វចម្លែកនោះក្នុងពេលតែមួយអញ្ចឹងហើយមិនឆ្ងល់នោះទេដែលគេកំពុងទាំងអស់នៅសេអ៊ូចង់បានគាត់នោះប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយខ្ញុំគឺ
ត្រូវតែអូសទាញគាត់ឲ្យបានហើយបន្ទាប់មកសងអានាងក៏បានមើលទៅកាន់បេក្ខជនបន្ទាប់គឺជាគីមហាជីនហើយគ្រាន់តែឃើញហាជីនភ្លាមនាងភ្ញាក់ផ្អើលមែនទែនតើបេក្ខជនម្នាក់នេះបានប្រើប្រាស់កំភ្លើងជាអាវុធមែនទេជាមួយការដែលនៅចិត្តនាងហ្នឹងក៏ប្រាប់ថាត្រូវហើយដោយសារតែរឿងរ៉ាវពាក់ព័ន្ធជាមួយនឹងហាជីនហ្នឹងទៅធ្វើឲ្យមានមនុស្សជាច្រើនបានមើលវីដេអូរបស់គាត់មួយទៀតគាត់ក៏នៅក្រុមជាមួយនឹងយោយុនហាដូចគ្នាដោយការប្រើប្រាស់កំភ្លើងរបស់គាត់ហ្នឹងត្រឹមតែ3សេកិននោះទេប៉ុន្តែបានចាញ់គ្រាប់រហូតដល់60ឯណោះរួចមាន59គ្រាប់ហើយដែលគាត់បានចំគោលដៅនោះមើលទៅកំភ្លើងធម្មតាបើកេះកែដូច្នេះវាគឺមិនអាចស៊ូទ្រាំបានទេមើលទៅវាប្រហែលជាទេពកោសល្យរបស់គាត់ហើយនៅក្នុងការប្រើប្រាស់កំភ្លើងនោះរួចបេក្ខជននៅក្នុងជូបបានហៅគាត់ថាជាមនុស្សមិនធម្មតាមួយទៀតគាត់បានផ្លាស់ប្ដូរពីការប្រើប្រាស់ដាវទៅជាការប្រើប្រាស់កំភ្លើងនៅក្នុងជូបសងអាលើដូច្នេះក៏និយាយថាមើលទៅគាត់គឺបានត្រាស់ដឹងហើយការត្រាស់ដឹងជាបាតុភូតដែលមនុស្សទទួលបានសមត្ថភាពពិសេសដែលពួកយើងមិនដឹងទេថាទេពកោសល្យដែលអ្នកមានហ្នឹងគឺដំណើរការពីធម្មតាទៅជាការត្រាស់ដឹងនោះហើយជាហេតុផលដែលមានមនុស្សមួយចំនួនបានផ្លាស់ប្ដូរអាវុធរបស់ពួកគេប៉ុន្តែនៅពេលដែលវាបានកើតឡើងភ្លាមយ៉ាងហោចណាស់ក៏ត្រូវការចំនួន3ឆ្នាំដែរទើបអាចស្វែងយល់ពីវាបានហើយបើកើតមើលទៅការត្រាស់ដឹងនៅត្រឹមតែអាយុ17ឆ្នាំនេះពិតជាលឿនពេកហើយប៉ុន្តែក៏មិនមែនមានន័យថាគាត់មានដែនកំណត់ត្រឹមតែកំភ្លើងមួយមុខនោះទេដូច្នេះពួកយើងគឺត្រូវតែត្រួតពិនិត្យទៅកាន់គេនោះឲ្យបានល្អត្រូវហើយតើពួកគេនៅពេលនេះគឺទំនេរដែរទេជាមួយការបានប្រាប់ថាមិនដឹងនោះទេចាប់តាំងតែអ្នកដឹកនាំពេលបច្ចុប្បន្នហ្នឹងគឺអស្ចារ្យណាស់ជាហេតុធ្វើឲ្យអ្នកទាំងអស់គ្នានោះស្ថិតនៅក្នុងដែនកំណត់របស់ពួកគេសូមអាននិយាយថាមិនអីទេពួកយើងទុកគាត់ចោលសិនទៅមិនយូរនោះទេគាត់ប្រកាសជារះឡើងដោយខ្លួនឯងហើយរហស្សនាមមិនធម្មតារបស់គាត់ហ្នឹងសម្រាប់ពួកយើងគឺល្អពេកហើយប៉ុន្តែគាត់វិញមិនមែននោះទេដោយនៅក្នុងពេលឆាប់នេះពួកយើងក៏ជាឃើញមិនខាននឹងហើយពួកយើងឃើញថាហាជេហ្នឹងគឺកំពុងតែដេកស្រួលខ្លាំងមែនតើបន្តមើលខ្សែរឿងគឺការមកដល់ថ្ងៃពុធយើងបានឃើញសូហូជាមួយនឹងបេក្ខជនម្នាក់ទៀតកំពុងតែវឹកហាត់ជាមួយគ្នាហើយថ្ងៃនេះដែរក៏ជាការ training ដូចគ្នាគ្រាន់តែ training ជាលក្ខណៈវាយមួយស្មើពីព្រោះការ training ជាមួយនឹងការប្រើប្រាស់អាវុធនោះលទ្ធផលគឺងាយស្រួលនៅក្នុងការបង្ហាញហើយក៏មិនសូវមានរបួសធ្ងន់ធ្ងរដែរប៉ុន្តែព្រមនោះ Professor បានស្រែកឡើងថាបេក្ខជន934គីមហាជីនឯងគឺប្រញាប់ងើបភ្លាមមកឯហាជីនបានគិតនៅក្នុងចិត្តថាហេតុអីបានជាខ្ញុំត្រូវមកវឹកហាត់ជាមួយនឹងគ្រូបង្វឹកទៅវិញ Professor ដឹងថាការវឹកហាត់កំភ្លើងរបស់ឯងគឺល្អប៉ុន្តែឯងគួរតែទទួលរងទណ្ឌកម្មជាមួយនឹងការ training អាវុធពិតៗដែលអាចធ្វើឯងគឺមានរបួសបានដូច្នេះហើយក្នុងនាមយើងជាគ្រូបង្វឹកយើងគួរតែវាយឯងដោយខ្លួនឯងហាជីនតបថាខ្ញុំមិនអាចស៊ូទ្រាំបានទៀតទេខ្ញុំសូមចោទចាញ់ហើយគ្រូបង្វឹកបានវាយចេញទៅព្រមទាំងនិយាយថានៅក្នុងសមរភូមិពិតៗឯងគឺមិនអាចសូមចោទចាញ់បានទេដូច្នេះហើយឯងគឺឆាប់ងើបឡើងមកហើយព្រមនោះការភ្នែករបស់ហាជីនបានសម្លឹងមើលទៅកាន់ដៃរបស់គ្រូបង្វឹករួចហាជីនក៏បញ្ញាប់កិច្ចចេញពីកម្រាស់ដៃរបស់គាត់គ្រូបង្វឹកឃើញហាជីនកិច្ចបានដូច្នេះគឺមិនចាំយូរនោះទេគាត់ក៏បានបន្តវាយប្រហារទៅកាន់ហាជីនយើងទៀតរួចយើងក៏បានឃើញថាហាជីនហ្នឹងក៏រហ័សដែរគ្រូបង្វឹកឃើញដូច្នេះក៏លួចសរសើរទៅកាន់ហាជីនដែរដែលអាចកិច្ចចេញពីការវាយប្រហាររបស់គាត់គ្រាន់តែមើលកម្រាស់ដៃតែប៉ុណ្ណោះហើយនេះគឺជាសមត្ថភាពមួយដែលគាត់ទទួលបានមកពីអំណោយដែលជួយឲ្យហាជីនមើលឃើញពីការបម្លាស់ទីដែលគូសត្រូវបានរួចយើងបានឃើញថាហាជីនយើងនឹងបានកិច្ចចេញពីកម្រាស់ដៃគ្រូបង្វឹកល្អមើលមែនតើឯបេក្ខជនដទៃទៀតឃើញដូច្នេះហើយក៏ចង់គួរឲ្យសើចដែរហើយដោយសារតែមានមនុស្សបាននិយាយអំពីហាជីនយើងដូច្នេះ story point ដែលគាត់ទទួលបានចំនួន40បន្ថែមទៀតបន្ទាប់ពីការ training មួយនោះបានចប់ហាជីនយើងក៏ត្រូវស្វែងរកអ្វីដើម្បីផឹកដែររួចកំឡុងពេលនោះគាត់ក៏បានប្រទះភ្នែកឃើញយន្តហាដូចគ្នារួចអ្នកទាំងពីរហ្នឹងក៏បានប្រសពភ្នែកគ្នាបន្តិចប៉ុន្តែមិនបាននិយាយអ្វីឡើយរួចហាជីនក៏បានដឹងអំពីអត្តចរិតរបស់នាងដែរដោយសារតែគាត់គឺជាអ្នកសរសេរប៉ុន្តែគាត់គឺនៅតែចង់ម្សៅដូចគ្នារួចគាត់ក៏ចុចយកកូកាមួយកំប៉ុងទៀតបន្ទាប់មកគាត់ក៏បានស្រែកហៅឈ្មោះរបស់យន្តហាថានឹងបានបោះកូកាមួយកំប៉ុងនោះទៅកាន់នាងយន្តហានាងបានចាប់យកកូកាមួយកំប៉ុងនោះព្រមទាំងសួរថាយ៉ាងម៉េចតើលោកចង់វាយគ្នាមែនទេហាជីនក៏សួរវិញថាណែតើនាងនិយាយអ្វីហ្នឹងនេះដោយសារតែនាងហ្នឹងបាន carry គាត់នៅពេលដែលចង់បញ្ចប់ការ training ហើយខ្ញុំបានបកកូកានេះឲ្យនាងចាត់ទុកថានាងជាមិត្តភក្តិរបស់ខ្ញុំរួចហាជីនបានគិតថានេះគឺជាបទពិសោធន៍ធម្មតា experience ដែលគាត់អាចទទួលបានមានតែនិយាយជាមួយនឹងតួអង្គឯកនោះទេរួច story point ចំនួនត្រឹមតែ40ប៉ុណ្ណោះដែលគាត់ទទួលបានតែនិយាយជាមួយនឹងតួអង្គពាក់ព័ន្ធជាមួយនឹងតួអង្គឯកយន្តហាតបថាមិនដឹងទេលោកគឺអាចទុកប្រើខ្លួនឯងបានរួចនាងក៏បានបោះកូកាមួយនោះឲ្យទៅកាន់ហាជីនវិញរួចគម្រាមទៅកាន់ហាជីនថាលោកកុំនិយាយជាមួយខ្ញុំឲ្យសោះបើសិនបើគ្មានការអនុញ្ញាតនោះហើយនេះគ្រាន់តែជាការព្រមមានដំបូងរបស់ខ្ញុំទេបន្ទាប់ពីនិយាយដូច្នេះរួចនាងក៏បានដើរចាក់ចេញអំពីហាជីនហើយកំឡុងពេលធ្វើរមានោះនាងដូចជាចាប់អារម្មណ៍ថាការបោរបស់គ្នានឹងដូចជារឿងធ្ងន់មិនចាំយូរនាងក៏បានឆែកមើលកាបូរបស់នាងតែម្ដងរួចនាងក៏បានរើឃើញកូកាដែលហាជីនបានឲ្យមុននេះដោយសារកំហឹងនាងគឺចង់បោះកូកានេះចោលបាត់ទៅហើយប៉ុន្តែនាងបានផ្លាស់ប្ដូរចិត្តវិញព្រមទាំងគិតថាណ៎ហើយកូកាមួយកំប៉ុងនេះវាគឺមិនដឹងអ្វីទេចំណែកហាជីនដែលសម្លឹងមើលនាងនេះបានគិតថានាងគឺស្រឡាញ់ទៅកាន់មនុស្សណាដែលចូលចិត្តអាហារធម្មតាដូចជាកូកាមីជាមួយនឹង burger អីហ្នឹងប៉ុន្តែនាងគឺ
មិនអាចទិញវាបានដោយខ្លួនឯងនោះទេដោយសារតែវាប៉ះពាល់ទៅនឹងកេរ្តិ៍ឈ្មោះរបស់នាងហើយបើសិនបើខ្ញុំដាក់គោលដៅទៅកាន់ setting ផ្ទាល់ខ្លួនប្រហែលជាគ្មាននរណាម្នាក់បានដឹងទេដោយការសន្ទនាខ្លីៗគឺមិនទទួលបាន sorry point ច្រើនឡើយមើលទៅខ្ញុំគឺត្រូវតែពាក់ព័ន្ធជាមួយនឹងរឿងគោហើយឬគាត់បានគិតទៅដល់ខ្សែរឿងគោមិនទាប់ដែលនឹងត្រូវកើតឡើងដែលវានឹងកើតឡើងនៅក្នុងសារមន្ទីរអាវុធអន្តរជាតិនៅពេលនោះគឺមានបិសាចចេញមកវាយប្រហារមកកាន់មនុស្សហើយវាគឺជាបិសាចដែលមនុស្សបានចូលកងត្រាជាមួយនឹងបិសាចដែលពួកគេទទួលបានធម៌ពលដ៏អស្ចារ្យដោយការផ្លាស់ប្ដូរព្រលឹងដែលវាធ្វើជាដៃជាជើងរបស់បិសាចតាមរយៈពិភពលោកប៉ុន្តែនៅចុងក្រោយបិសាចនោះត្រូវបានកម្ចាត់ដោយតួអង្គឯកដែលព្រឹត្តិការណ៍នេះកើតឡើងនៅកំឡុងពេលតួអង្គឯកនៅទីនោះនិងតួអង្គដែលគួរឲ្យចាប់អារម្មណ៍មួយចំនួនទៀតដែលតាក់ទងជាមួយនឹងតួអង្គឯកហើយខ្សែរឿងនៅពេលនោះគឺសូហូជាមួយនឹងណាយុនធ្វើការរួមគ្នាដូច្នេះហាជីនបានសម្រេចចិត្តថាគាត់នឹងចូលពាក់ព័ន្ធជាមួយនឹងសាច់រឿងនៅក្នុងអេពីសូតមួយនោះហើយកំឡុងពេលដែលគាត់បំរុងនឹងធ្វើដំណើរទៅកាន់សារមន្ទីរហើយក៏មានមនុស្សម្នាក់បានស្រែកសួរមកកាន់គាត់ហេតុអីនៅស្មាននេះហើយបែរជានៅទីនេះទៀតអញ្ចឹងហាជីនលើកដូច្នេះហើយក៏បានសុំទោសព្រមទាំងរៀបចំអាវ៉ាន់របស់គាត់ដើម្បីចាក់ចេញទៅសិនបើគ្នាយើងចង់ឧបត្ថម្ភមកកាន់ខ្ញុំបាទគឺអាចឧបត្ថម្ភបានតាមរយៈ QR code ដែលមាននៅលើវីដេអូនេះដែលរាល់ការណែនាំរបស់អ្នកទាំងគ្នាគឺជួយមកដល់ខ្ញុំបាទច្រើនមែនទែន